Averroes មហាអ្នកប្រាជ្ញអ៊ីស្លាមដែលដាក់អឺរ៉ុបឲ្យភ្ញាក់ពីយុគសម័យងងឹតតើអ្នកដឹងទេថាកាលពីជាង800ឆ្នាំមុននៅពេលដែលទ្វីបអឺរ៉ុបទាំងមូលកំពុងធ្លាក់ចុះក្នុងយុគសម័យងងឹតគ្មានចំណេះដឹងគ្មានការស្រាវជ្រាវនិងភ័យខ្លាចចំពោះវិទ្យាសាស្ត្រនៅលើទឹកដីអឺរ៉ុបភាគខាងត្បូងគឺប្រទេសអេស្ប៉ាញសប្តាហ៍ថ្ងៃនេះកាលពីមុនមានឈ្មោះថា Al-Andalus នៅសម័យនោះទីនោះគឺជាជម្រកប្រាជ្ញាញាណដ៏ភ្លឺស្វាងជាងគេបំផុតនៅលើពិភពលោកនៅទីនោះគឺមានបរិសម្នាក់ពាក់អាវឈុតអារ៉ាប់កំពុងអង្គុយសរសេរនិងវិភាគសៀវភៅយ៉ាងផ្ចិតផ្ចង់លោកមានឈ្មោះថាAverroes ឬឈ្មោះអារ៉ាប់ដើមគឺ Ibn Rushd លោកគឺជាមហាទស្សនវិទូគ្រូពេទ្យនិងជាចៅក្រមអ៊ីស្លាមដ៏ពូកែម្នាក់លោកគឺជាមនុស្សដ៏សំខាន់ដែលបានសង្គ្រោះចំណេះដឹងនិងប្រាជ្ញារបស់អ្នកប្រាជ្ញក្រិកបុរាណ Aristotle មិនឲ្យបាត់បង់ពីពិភពលោកមិនតែប៉ុណ្ណោះគំនិតនិងការបកស្រាយរបស់លោកថែមទាំងបានដាស់ប្រជាជនអឺរ៉ុបឲ្យភ្ញាក់រលឹកចេះប្រើហេតុផលរហូតនាំឲ្យកើតមានយុគសម័យរីកចម្រើនថ្មីទៀតផង Averroes កើតនៅក្នុងឆ្នាំ1126នៅក្នុងទីក្រុងក័រដូបាប្រទេសអេស្ប៉ាញលោកកើតនៅក្នុងគ្រួសារចៅក្រមជាន់ខ្ពស់ហើយបានសិក្សាជំនាញជាច្រើនដូចជាច្បាប់អ៊ីស្លាមវិទ្យាសាស្ត្រតារាសាស្ត្រនិងទស្សនវិជ្ជានៅសម័យនោះក្បួនខ្នាតទស្សនវិជ្ជាក្រិកបុរាណរបស់ Aristotle ត្រូវបានបាត់បង់និងភ្លេចភ្លាំងស្ទើរតែទាំងស្រុងនៅក្នុងទ្វីបអឺរ៉ុបប៉ុន្តែពិភពអ៊ីស្លាមបានរក្សាទុកនិងបកប្រែក្បួនខ្នាតទាំងនោះ Averroes បានចំណាយពេលស្ទើរតែមួយជីវិតរបស់លោកដើម្បីបកប្រែវិភាគនិងសរសេរអត្ថបទពន្យល់យ៉ាងស៊ីជម្រៅលើទស្សនវិជ្ជារបស់ Aristotle លោកបានបកស្រាយតក្កវិជ្ជាយ៉ាងស្រស់ស្អាតរហូតដល់អ្នកប្រាជ្ញអឺរ៉ុបនៅសម័យកណ្ដាលមិនហៅឈ្មោះលោកឡើយតែហៅលោកដោយគោរមងារថាThe Commentator ដែលមានន័យថាមហាអ្នកបកស្រាយទស្សនវិជ្ជាផ្ទាល់ដៃរីឯ Aristotle គេហៅថា The Philosopher តើអ្វីជាប្រាជ្ញាញាណដ៏អស្ចារ្យបំផុតរបស់ Averroes នៅសម័យនោះមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងជំនឿសាសនានិងតក្កវិជ្ជាវិទ្យាសាស្ត្រមនុស្សភាគច្រើនជឿថាបើជឿលើវិទ្យាសាស្ត្រនិងហេតុផលនោះគឺស្មើនឹងការក្បត់សាសនាប៉ុន្តែ Averroes បានចេញមុខការពារតក្កវិជ្ជាដោយលោកបានសរសេរសៀវភៅដ៏ល្បីល្បាញមួយមានឈ្មោះថា Tahafut al-Tahafut ជាភាសាអង់គ្លេសដែលមានន័យថា The Incoherence of the Incoherence ដោយលោកបានបកស្រាយថាសច្ចធម៌មិនអាចប្រឆាំងនឹងសច្ចធម៌ឡើយលោកបានពន្យល់ទៀតថាព្រះជាម្ចាស់ជាអ្នកបង្កើតខួរក្បាលនិងហេតុផលឲ្យមនុស្សដូច្នេះការប្រើប្រាស់តក្កវិជ្ជានិងវិទ្យាសាស្ត្រដើម្បីសិក្សាពិភពលោកមិនមែនជាការប្រឆាំងព្រះឡើយតែជាការសរសើរអភូតហេតុរបស់ព្រះទៅវិញទេទស្សនៈសេចក្តីពិតពីរជាន់ Double Truth សាសនានិយាយតាមរយៈនិមិត្តរូបនិងរឿងប្រៀបប្រដូចសម្រាប់មនុស្សទូទៅឯទស្សនវិជ្ជានិយាយតាមរយៈតក្កវិជ្ជានិងហេតុផលសម្រាប់អ្នកស្រាវជ្រាវប៉ុន្តែគោលដៅចុងក្រោយគឺឆ្ពោះទៅរកសេចក្តីពិតតែមួយប៉ុន្តែប្រាជ្ញាដែលលឿនហួសសម័យកាលតែងតែជួបប្រទះនឹងឧបសគ្គដល់ពេលដែលលោកចាស់ជរាក្រុមអ្នកមានអំណាចនិងអ្នកកាន់សាសនាតឹងរឹងស្រាប់តែបានចោទប្រកាន់ Averroes ថាជាអ្នកនាំគំនិតអាក្រក់និងប្រមាថសាសនាសៀវភៅទស្សនវិជ្ជារបស់លោកត្រូវបានគេប្រមូលយកទៅដុតចោលក្នុងភ្នក់ភ្លើងហើយរូបលោកត្រូវបានគេដេញឲ្យទៅរស់នៅស្រុកស្រែដាច់ស្រយាលយ៉ាងកំសត់នៅក្នុងកលៈទេសៈដ៏ឈឺចាប់នោះ Averroes បានពោលពីដ៏ចាក់ដោតមួយឃ្លាថាការល្ងងខ្លៅនាំឲ្យកើតការភ័យខ្លាចការភ័យខ្លាចនាំឲ្យកើតការស្អប់ខ្ពើមហើយការស្អប់ខ្ពើមនាំឲ្យកើតអំពើហិង្សាទោះបីជាសៀវភៅរបស់លោកត្រូវបានដុតបំផ្លាញក្នុងពិភពអារ៉ាប់ក៏ដោយប៉ុន្តែវាត្រូវបានអ្នកប្រាជ្ញអឺរ៉ុបលួចចម្លងនិងបកប្រែទៅជាភាសាឡាតាំងរួចដុតភៀសខ្លួនចូលទៅកាន់ទ្វីបអឺរ៉ុបបាត់ទៅហើយ Averroes បានទទួលមរណភាពនៅក្នុងឆ្នាំ1198ប៉ុន្តែគំនិតទស្សនវិជ្ជារបស់លោកដែលគេស្គាល់ថា Averroesism បានរីករាលដាលពាសពេញសាកលវិទ្យាល័យធំៗនៅអឺរ៉ុបដូចជាប៉ារីសនិងបាដូអ្នកប្រាជ្ញអឺរ៉ុបធំៗដូចជា Thomas Aquinas ត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងពី Averroes ក្នុងការយកហេតុផលមកជួយពន្យល់សាសនាគ្រីស្ទគំនិតការពារតក្កវិជ្ជារបស់លោកនេះហើយដែលបានក្លាយជាភ្លើងទៀនដំបូងឆ្ពោះទៅរកការផ្លាស់ប្ដូរអឺរ៉ុបចេញពីយុគសម័យងងឹតចូលទៅកាន់យុគសម័យនៃបដិវត្តន៍វិទ្យាសាស្ត្របណ្ដាំមាសរបស់ Averroes ដែលពិភពលោកមិនអាចបំភ្លេចបានគឺចែករំលែកចំណេះដឹងដល់អ្នកដទៃគឺជាវិធីតែមួយគត់ដែលធ្វើឲ្យចំណេះដឹងនោះក្លាយជាអមតៈAverroes មិនត្រឹមតែជាមហាអ្នកប្រាជ្ញអ៊ីស្លាមប៉ុណ្ណោះទេតែលោកគឺជាស្ពានចម្លងប្រាជ្ញាញាណដែលភ្ជាប់រវាងពិភពបុរាណពិភពអ៊ីស្លាមនិងពិភពលោកខាងលិចឲ្យស្គាល់ន័យនៃហេតុផលនិងតក្កវិជ្ជារហូតមកដល់សព្វថ្ងៃចុះសម្រាប់បងប្អូនវិញបន្ទាប់ពីបានស្ដាប់រឿងរ៉ាវរបស់ Averroes រួចតើបងប្អូនយល់យ៉ាងណាដែរចំពោះឃ្លាដែលថារវាងជំនឿសាសនានិងហេតុផលវិទ្យាសាស្ត្រតើវាអាចដើរទន្ទឹមគ្នាបានដែរឬទេអាចចែករំលែកមតិនៅក្នុងប្រអប់ comment ខាងក្រោម